ដូងវាយើងស្រោចស្រពជាមធ្យមក្នុងមួយថ្ងៃយើងស្រោចវា2ដងព្រឹកម្ដងល្ងាចម្ដងដើម្បីឲ្យវាទទួលបានទឹកច្រើនកត្តាសំខាន់សម្រាប់ម្ចាស់ចម្ការមុននឹងរៀបចំទៅលើប្រព័ន្ធស្រោចស្រពក្នុងនោះខ្ញុំលើកយកមក3ទី1គឺតាក់ទងជាមួយនឹងប្រភពទឹកហើយទី2តាក់ទងជាមួយនឹងការរៀបនៅប្រព័ន្ធទឹកទៅលើទយោមេហើយទី3ការរៀបចំទំហំផ្ទៃដីឲ្យបានស្អាតល្អមុននឹងរៀបចំដាំនៅកូនដូងសម្រាប់ឧបករណ៍ដែលតម្លើងប្រព័ន្ធស្រោចស្រពខ្ញុំសូមណែនាំទៅដល់ប្រជាកសិករគួរតែងាកមកមើលជាមួយនឹងប្រភេទក្បាលសាច់នានា S2000 ដែលយើងហៅថា S2000 ណាហើយនៅចិត្តខ្ញុំនេះគឺជាក្បាលសាច់ S2000 ហើយក្បាលសាច់នេះវាបញ្ចេញទឹកក្នុង1ម៉ោង135លីត្រហើយបើយើងគិតអំពីអង្កត់ផ្ចិតពីក្បាលសាច់វាចន្លោះពី1ម៉ែត្រកន្លះទៅ2ម៉ែត្រទៅតាមក្បាលសាច់នីមួយៗហើយដើមដូងដែលខ្ញុំកំពុងតែនៅចិត្តនេះគឺក្នុងមួយដើមយើងដាក់តែមួយគ្រាប់ទេដោយសារប្រព័ន្ធក្បាលសាច់របស់យើងបញ្ចេញទឹកបានច្រើនហើយក្នុងនោះយើងនឹងមកបង្ហាញអំពីការប្រើប្រាស់ទៅលើក្បាលសាច់ជាដំបូងយើងត្រូវតែដោះមើលសិននៅពេលដែលយើងបើកទឹកមកវាអាចនឹងមានតិចទីមកតាមទយោអញ្ចឹងយើងត្រូវតែដោះឆែកមើលឲ្យបានទៀងទាត់ហើយបើវាស្ទះយើងនឹងដោះឆែកមើលសម្អាតវាត្រូវតែដោះមើលវាអញ្ចឹងនៅក្នុងនេះវាអាចបើវាស្ទះវាអាចនឹងអត់អាចបញ្ចេញទឹកបានទេទឹកវាអាចស្ទះបាត់បង់បរិមាណទឹកហើយស្ទះអត់ចេញទៅលើដើមអញ្ចឹងទៅតកតងជាមួយនឹងការស្ទះហើយតកតងជាមួយនឹងការត្រួតពិនិត្យយើងត្រូវតែមើលជាប្រចាំការហ្មងតើក្បាលសាច់នឹងវាចេញទឹកស្មើគ្នាអត់វាស្ទះអត់ហើយវាជួបបញ្ហាអត់ក្នុងករណីដែលក្បាលសាច់យើងស្ទះទី1យើងត្រូវតែដោះវាដោះបំបែកវាអស់ដើម្បីយើងដកនៅកតិកទីដែលវាស្ទះនៅចិត្តរុនសម្រាប់បញ្ចេញទឹករបស់យើងបន្ទាប់មកគឺយើងធ្វើការចាប់គុំវាវិញដើម្បីមូលចូលវាវិញនេះយើងគុំវាចូលវិញក្នុងការគុំយើងត្រូវតែមូលវាអណែនវិញបើយើងមូលអត់ណែនទេវាអាចនឹងជ្រាបទឹកចេញអញ្ចឹងយើងត្រូវតែមូលវាអណែនសម្រាប់ម្ចាស់ចម្ការដែលមានចំណាប់អារម្មណ៍ចង់រៀបឬមួយក៏ចង់សិក្សាចង់ដឹងពីព័ត៌មានណាមួយតាក់ទងជាមួយនឹងការរៀបចំនិងតម្លើងនៅប្រព័ន្ធស្រោចស្រពគាត់អាចតាក់ទងទៅតាមលេខទូរស័ព្ទក៏បានតាក់ទងជាមួយនឹង Page Gan ក៏បានដែរបាទសូមអរគុណ